ដល់តែពេលរដ្ឋបတ်បែបហ្នឹងលោកត្រាំដឹងគាត់ចេញសារមួយប្រាប់ថាដំបងឡើយសេតវិមានថារឿងបិទហ្នឹងវាអត់ទេគ្រាន់រដ្ឋបတ်គឺព័ត៌មានដែលថាបិទឈឹងហ្នឹងគឺវាមិនពិតទេគ្រាន់តែថារដ្ឋបတ်តែឥឡូវលោកត្រាំដឹងព័ត៌មានហ្នឹងថាអ៊ីរ៉ង់ចាប់ផ្ដើមយកលុយពីកប៉ាល់ឆ្លងកាត់ហើយរដ្ឋបတ်អីហ្នឹងគាត់ថាយកចេញឲ្យអស់អារឿងលុយរឿងអីហ្នឹងអត់មានយកទេតែយកតែគាត់ដឹងនៅតែអញ្ចឹងហើយរដ្ឋបတ်ទៀតគឺដឹងតែខ្ទេចហ่ะអញ្ចឹងការចរចានឹងប្រព្រឹត្តទៅនៅសប្តាហ៍ចុងសប្តាហ៍នេះតើនឹងបានផលយ៉ាងណាបងប្អូនយើងនឹងតាមដានតទៅទៀតឥឡូវនេះលោកត្រាំប្រាប់ថាបើហ៊ានតែនៅតែប្រេះផ្ដាស់អញ្ចឹងទៀតគឺអាមេរិកអត់អោនឲ្យអ៊ីរ៉ង់ទេរឿងអីឲ្យប្រកាសបងប្អូនហេតុអីបានជាអ៊ីរ៉ង់ហ៊ានផ្កើនជាមួយនឹងអាមេរិកបើដឹងថានឹងคล้ายទៅជាផេះផង់ហើយសុកចិត្តដែលចរចាអីហ្នឹងព្រោះចុងសប្តាហ៍នេះគឺពួកគាត់ចរចាផ្ដាច់ព្រាត់មួយទៀតតកតងនឹងរឿងច្រកហមូសហើយនឹងរឿងទូទៅចុងក្រោយព្រោះអាពីអាទិត្យហ្នឹងតាអត់បានសម្រេចផលអីអាបត់ឈប់បាញ់ហ្នឹងគឺទៅជាបាញ់ស្រោចរឿងដែលលោកត្រាំប្រមានអ៊ីរ៉ង់ថានឹងបាញ់កំទេចឲ្យដូចទៅជាផេះផង់ម្ដងទៀតនេះគឺដោយសារតែពេលដែលមានបត់ឈប់បាញ់គ្នាដើម្បីពីសប្តាហ៍នេះគឺអ៊ីរ៉ង់បានរឹតបន្តឹងច្រកហមូសនេះដំបូងចង់បិទវិញទាំងអស់ទៀតផងដោយសារយកហេតុផលមួយថាអ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់នៅលីបង់ហើយទៅលោកត្រាំក៏ថាវាតាក់តងអីនឹងអ៊ីស្រាអែលនិងលីបង់បើបត់ឈប់បាញ់នេះរវាងតែអាមេរិកជាមួយនឹងអ៊ីរ៉ង់ប៉ុន្តែអ៊ីរ៉ង់ថាពាក់ព័ន្ធព្រោះអីអ៊ីស្រាអែលជាសម្ព័ន្ធមិត្តអាមេរិកហើយនៅទម្លាក់គ្រាប់ទៅលើលីបង់ហើយលីបង់ហ្នឹងគឺសុទ្ធតែជាកូនជឹងរបស់អ៊ីរ៉ង់ដែរអញ្ចឹងដើម្បីជាការដាក់សម្ពាធអាមេរិកកុំឲ្យដាក់សម្ពាធទៅអ៊ីស្រាអែលឈប់ទម្លាក់គ្រាប់នៅលីបង់គឺយកបិទច្រកហមូសនឹងមកផ្ទុះដែរហើយទាលុយទៀតកប៉ាល់ដឹកប្រេងមួយគឺមួយធុងយក$1អញ្ចឹងកប៉ាល់ខ្លះដឹករាប់រយរាប់ម៉ឺនរាប់ពាន់ធុងអញ្ចឹងដឹងប្រមាណកប៉ាល់ខ្លះ$1,000ឯនោះប៉ុន្តែច្រកហមូសនេះគឺអ៊ីរ៉ង់អត់អាចបិទបានទេឥឡូវចាប់ផ្ដើមបើកកប៉ាល់ដឹកប្រេងដឹកអីនៅតែនេះព្រោះអ៊ីរ៉ង់ចង់រឹបអាមេរិកដែរប៉ុន្តែវាទៅអត់រួចព្រោះអីអ៊ីរ៉ង់ធ្លាប់តែខ្លាំងពីមុនមកតពេលអាមេរិកហើយនិងអ៊ីស្រាអែលកំតិចម៉ាត់ឡាវអស់ទៅម៉ាត់ឡាវម៉ាត់ភពដូចថាខ្ទេចទី10000កន្លែងជាងមកអាកតុំរអាយន្តហោះបដិញក៏អស់អាកប៉ាល់ចម្បាំងក៏លិចនៅបាតសមុទ្រអស់ដល់សប្ថ្ងៃនៅតែបាតដីទេហើយបើអស់អានឹងទៀតគឺចប់ហើយអ៊ីរ៉ង់អញ្ចឹងបានតែអាមេរិកចេះតែថាគម្រាមកំទេចរោងចក្រផលិតអគ្គិសនីអីធំនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ឲ្យម៉ត់ហ្មងឲ្យដាច់ខ្យល់អ្នកនៅក្នុងរូងហ្នឹងហ្មងដែលជាទាហានរាប់សែនអ្នកហ្នឹងហើយនឹងស្អីហ្នឹងគឺអញ្ចឹងអ៊ីរ៉ង់ភ័យខ្លួនខ្លាំងមែនតើក៏ចូលតុចរចាព្រមបើកច្រកហមូសតាមពិតច្រកហមូសនេះអ៊ីរ៉ង់អត់ត្រូវបើកតទៅសោះព្រោះអីជាកម្មសិទ្ធិរបស់ខ្លួនហើយខ្ទប់ដង្ហើមសេដ្ឋកិច្ចពិភពលោកដើម្បីឲ្យពិភពលោកស្អប់អាមេរិកព្រោះតែខ្ទប់ច្រកហមូសសេដ្ឋកិច្ចឡើងប្រេងឡើងអីគេបន្ទោសលោកត្រាំថាមកពីលោកត្រាំហ្នឹងឯងបានជាអាប្រេងឡើងថ្លៃព្រោះអីយើងទៅបាញ់អ៊ីរ៉ង់បាញ់អីអញ្ចឹងទៅប៉ុន្តែអាមេរិកគាត់ខ្លាំងដែរគាត់ថាបើអត់បើកគឺវាយឲ្យខ្ទេចឥឡូវបើកបាទឥឡូវតាមតទៅទៀតបងប្អូនសាំងប្រេងឆៅអីហ្នឹងឡើងចុះអត់តន់ចប់ទេអញ្ចឹងចាំមើលអាពីអាទិត្យនេះហើយនឹងការចរចាចុងសប្តាហ៍នេះនឹងបានលទ្ធផលយ៉ាងណាខ្ញុំនឹងជម្រាបជូនបងប្អូនតាមតាការគួរទៀតបាទព័ត៌មានចុងក្រោយគឺតកតងនឹងលោកត្រាំបន្តគម្រាមកំទេចអ៊ីរ៉ង់ឲ្យទៅជាផេះផង់បើអ៊ីរ៉ង់នៅតែហ៊ានរដ្ឋបិទច្រកហមូសអត់ចប់មានបទឈប់បាញ់គ្នាពីអាទិត្យតងនឹងកម្ពុជាតវ៉ាសារជាថ្មីរឿងថៃលើកទង់ជាតិលើដីខ្មែរនិងសង់របងដោយឯកតោភាគីតែមិនដាក់ប្តឹងថៃបាទបណ្ដឹងនេះឬសំទោសការតវ៉ារបស់កម្ពុជានេះគឺច្រើនរយដងហើយបងប្អូនលើសពី700ដងហើយមិនដឹងថាចូល800ឬយ៉ាងណាទេក៏ប៉ុន្តែកម្ពុជានៅតែរក្សាជំហរដដែលគឺតវ៉ាលុកសៃប៉ុន្តែមិនដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រហ្មទណ្ឌអន្តរជាតិទេប៉ុន្តែថ្ងៃនេះមានការបកស្រាយច្រើនពីមន្ត្រីរដ្ឋាភិបាលអំពីមូលហេតុនៃការមិនដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រហ្មទណ្ឌអន្តរជាតិនេះថាតើការដែលពួកគាត់បកស្រាយនេះនឹងអាចស្រាយចម្ងល់បងប្អូនបានត្រឹមណាឬក៏បង្កឲ្យឬក៏បង្ហាញឲ្យមានការខកចិត្តអស់សង្ឃឹមច្រើនជាងនឹងយ៉ាងណាទៀតខ្ញុំនឹងផ្ដល់ជូនព័ត៌មានលម្អិត
ពីការដកស្រង់ប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលកម្ពុជាដើម្បីចែកជូនជម្រាបបងប្អូនឲ្យបានស្ដាប់បានដឹងជាការគួរបាទថ្ងៃនេះគឺបើតាមអ្វីដែលជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាគឺបានតវ៉ាចំណងជើងធំចុះថ្ងៃទី10ខែមេសានេះគឺសរសេរថាកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជាអញ្ចឹងរដ្ឋាភិបាលកម្ពុជាបើកការតវ៉ាតែម្ដងហើយខ្ញុំសរសើរលិខិតរបស់ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការកម្ពុជានេះដោយមិនប្រើពាក្យថាមានកិត្តិយសព្រោះអីគេយកដីយើងគេទាហានយើងស្លាប់មិនអាចមានកិត្តិយសដូច្នេះក្បាលលិខិតបែបនេះគឺជាលិខិតគំរូមួយដែលគួរតែលិខិតផ្សេងទៀតគួរអនុវត្តតាមដែររដ្ឋាភិបាលកម្ពុជាតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងខេត្តបាត់ដំបងនិងខេត្តឧត្តរមានជ័យតាំងតែពីខែធ្នូឆ្នាំ2025បងប្អូនពីដើមឡើយខេត្តដែលកម្ពុជាថាថៃឈ្លានពានណាគឺមានតែខេត្ត4ទេបងប្អូនប្រហែលជានៅចាំហើយមិនអញ្ចឹងឯនៅក្នុងសេចក្តីប្រកាសតវ៉ារបស់កម្ពុជាថ្ងៃទី2ខែមករាឆ្នាំ2026គឺដើមឆ្នាំហ្នឹងគឺគាត់បានទទួលស្គាល់ដីខ្មែរ14ទីតាំងនៅក្នុងខេត្តចំនួន4មានខេត្តពោធិ៍សាត់ឧត្តរមានជ័យបន្ទាយមានជ័យអឺពោធិ៍សាត់បើទីមានជ័យបាត់ដំបងអញ្ចឹងហើយបាទនៅខេត្តទាំង4នេះគឺឧត្តរមានជ័យបន្ទាយមានជ័យអឺពោធិ៍សាត់បាត់ដំបងបាទប៉ុន្តែឥឡូវនេះរឿងបាត់ដំបងនេះកាលពីមុនអត់មានទីតាំងដែលថាគាត់ដាក់ថែមមកឲ្យយើងដឹងទេថ្មីនេះមានរឿងនៅគម្រៀងមានរឿងអីបន្ថែមទៀតអញ្ចឹងបានន័យថាទីតាំងដែលថៃឈ្លានពានហ្នឹងកាន់តែរៀលដាលទៅលើសពីអ្វីដែលយើងគិតស្មានទៀតផងដំបូងលោកអ៊ុំសំអានហ្នឹងថា50ទីតាំងជាងក៏ប៉ុន្តែឥឡូវលេចលើទីតាំងថ្មីរហូតនៅពេលដែលរដ្ឋាភិបាលចាប់ផ្ដើមតវ៉ារហូតនៅក្នុងនេះម្សិលមិញគឺមានតាក់ទងនឹងរឿងនៅបាត់ដំបងរឿងគម្រៀងឥឡូវនេះទីតាំងដែលថ្មីដែលកម្ពុជាលើកឡើងថាថៃកំពុងតែយកទង់ជ័យយកទៅដោតនោះទង់ជាតិយកទៅដោតនោះគឺទី1គឺដោតទង់ជ័យឬក៏ទង់ជាតិថៃនៅលើខ្នងទំនប់នៅខាងកើតគឺទំនប់ខាងកើតនៃអូទី2ក្នុងស្រុកអូស្មាច់ស្រុកក្រុងសំរោងខេត្តឧត្តរមានជ័យគឺអាហ្នឹងធ្វើនៅថ្ងៃទី6ខែមេសាប៉ុន្តែក្រសួងការបរទេសទើបតែលើកឡើងនៅពេលនេះទេទី2គឺការសាងសង់របងព្រំដែនជាឯកតោភាគីបានន័យថាជាការសង់របងព្រំដែនដោយភាគីតែម្ខាងដោយមិនមានការព្រមព្រៀងពីភាគីម្ខាងទៀតព្រោះអីឯកតោភាគីគឺឯកបានន័យថាមួយគឺតែម្នាក់ឯងព្រោះវាខុសពីទ្វេភាគីបានន័យថាភាគីទាំងសងខាងតែនៅក្នុងនេះគឺថៃធ្វើតែម្នាក់ឯងដែលអត់ពិគ្រោះពិចារណាឬក៏សុំការអនុញ្ញាតអីពីខ្មែរទេគឺចង់សង់របងព្រំដែនសង់របងព្រំដែនជាប់ព្រំដីគ្នាសង់ស្រេចចិត្តហើយទៅខ្មែរបានតែតវ៉ាអត់ដាក់ប្តឹងការសាងសង់របងព្រំដែនឯកតោភាគីក្នុងតំបន់ចន្លោះបកគោលព្រំដែនលេខ52និងលេខ54ដែលចាប់ផ្ដើមកាលពីថ្ងៃទី2ខែមេសាឆ្នាំ2026របងសង់នៅក្នុងនៅដីជាប់ព្រំដែនអត់ប្រាប់យើងអត់ពិគ្រោះយើងហើយយើងកំពុងតែសង្ឃឹមថាថៃនឹងអាចខ្ចាក់ដីឲ្យយើងវិញអា51កន្លែងណាលបងថ្មីដែលយើងលបងដីថ្មីដែលគេអត់ដែលទាំងបានទាំងទៀមទាឬក៏ថាដណ្ដើមដីនឹងពីយើងពីមុនមកផងទេឥឡូវស្រាប់តែបោះលបងអត់បាច់សួរអត់បាច់ពិចារណាអីបោះយកបដ ហើយទៅអាលបងថ្មីផ្សោះហ្នឹងគេអាចបោះកើតចោះតម្រាស់អាដីដែលគេយកបានហើយហ្នឹងតិចគេធ្វើលបងចឹងដូចគ្នាទៀតហើយទៅយើងសង្ឃឹមថាយើងទាពីគេបានណាហើយមួយទៀតគឺតវ៉ាចំពោះការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនៅថ្ងៃទី7ខែមេសា2026ដឹកនាំដោយលោកឧត្តមសេនីយ៍ប្រផាសសុនឆៃឌីមេបញ្ជាការកងទ័ពអាកាសថៃដោយនាំក្រុមអ្នកសារព័ត៌មានថៃនិងបរទេសទៅកាន់សន្តាគារ Royal Hill Hotel និងសន្តាគារ Royal Osmach Hotel និង Resort នៅក្នុងស្រុកអូស្មាច់ខេត្តឧត្តរមានជ័យ
បាទអញ្ចឹងទាំងអស់នេះខាងរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាការប្រើសិទ្ធិអំណាចរដ្ឋបាលរបស់ប្រទេសថៃរំលោភដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជាក៏ដូចជាការរំលោភចំណុចទី1នៃវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមដែលប្រជុំឬក៏បាត់ឈប់បាញ់នៅថ្ងៃទី7ខែធ្នូឆ្នាំ2025កម្ពុជាបន្តទៀតថាការសាងសង់របងព្រំដែនដោយឯកតោភាគីនេះកាន់តែផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនខណ្ឌសីមាផ្លូវគោកគឺ JBC និងបានប៉ះពាល់ដល់ការដាំបង្គោលព្រំដែនបណ្ដោះអាសន្នដែលបានធ្វើដោយក្រុមវាស់វែងក្រុមចម្រុះទាំងពីរគឺគិតត្រឹមថ្ងៃទី6ខែធ្នូឆ្នាំ2025កម្ពុជាបដិសេធការប៉ុនប៉ងណាមួយនៅក្នុងការប្រើប្រាស់ការទប់ស្កាត់អ ுக ្រិតកម្មជាលេសសម្រាប់ការឈ្លានពានទឹកដីហើយចុងក្រោយគឺរដ្ឋាភិបាលកម្ពុជាបានអំពាវនាវបាទគេយកដីយើងអស់ហើយគេដាក់ទង់ជ័យគេពាត់បលាលួសគេអីយើងអំពាវនាវរដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅសកម្មភាពទាំងនេះដែលផ្ទុយទៅនឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់នៃកិច្ចព្រមព្រៀងដែលមានស្រាប់នឹងពាក់ព័ន្ធនានាហើយត្រូវជៀសវាងធ្វើសកម្មភាពឯកតោភាគីស្រដៀងគ្នានេះទៀតបើថៃស្ដាប់បាត់ហើយមិនមែនយើងតវ៉ាដល់800ដងហើយរួចទៅយើងនៅតែអំពាវនាវគេរំលោភដែនអធិបតេយ្យឈ្លានពានយកលបងមកដាក់យើងអំពាវនាវអាហ្នឹងវាបង្ហាញអំពីភាពខ្សោយរបស់យើងខ្លាំងមែនតើព្រោះអីរឿងដែនអធិបតេយ្យយើងបើនិយាយទៅថាបើថាតតាំងដៃថៃគឺដឹងតែវាយគ្នាទៀតហើយខ្ញុំមិនលើកទឹកចិត្តឲ្យទៅវាយគ្នាបាញ់គ្នាអីទេបាញ់ឈ្នះគេទេព្រោះដោយថាយើងវាមិនមានសពាវុធគ្រប់គ្រាន់ផងយើងវាយើងដឹងហើយយើងបាញ់គ្នាមកប្រាវនឹងវីរៈកងទ័ពរបស់យើងនឹងគឺក្លាហានណាប៉ុន្តែបានត្រឹមតែទប់ដូចអញ្ចឹងទៅគេយកអស់សឹងតែ70-80% នៃអាល័យព្រោះយើងមានទាំងអស់60ជាងកន្លែងនៅតំបន់ព្រំដែនហ្នឹងឥឡូវគេយក51កន្លែងជាងហើយនៅសល់តែ13កន្លែងជាងទៀតតែប៉ុណ្ណាវីរៈកងទ័ពរបស់យើងគឺក្លាហានអាចទប់ពលីជីវិតយើងសរសើរភាពក្លាហានរបស់គាត់ប៉ុន្តែដោយសារតែយើងពុំមានអាវុធយុទ្ធភ័ណ្ឌគ្រប់គ្រងជួយគាត់ចឹងធ្វើឲ្យជីវិតរបស់កងទ័ពរបស់យើងនឹងគឺទៅប្រឈមនឹងគ្រាប់កាភ្លើងនិងការទម្លាក់គ្រាប់របស់គេនឹងទូក្លាហានប៉ុណ្ណាក៏យើងជៀសមិនផុតពីការពលីទាំងយ៉ាងអនាយធមដែរឥឡូវនេះគឺយើងបន្តដល់រឿងការតវ៉ាបែបនេះហើយមិនព្រមដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតើកម្ពុជាអាងអីដែលនឹងគិតថាបានដីខ្មែរមកវិញឥឡូវស្ដាប់ប្រសាសន៍របស់លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាជាឪពុករបស់លោកហ៊ុនម៉ាណែតហើយសរសេរសារលិខិតជូនពរកូនប្រុសនៅក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជានិងក្នុងនាមឪពុកជាប្រធានព្រឹទ្ធសភាតាក់ទងនឹងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងសារជូនពររបស់លោកហ៊ុនសែននេះគឺកោតសរសើរលោកហ៊ុនម៉ាណែតអបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជាដែលក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតប្រកបដោយគតិបណ្ឌិតភាពមោះមុតនិងធម៌វ័នរបស់លោកហ៊ុនម៉ាណែតកម្ពុជាបន្តឈានទៅមុខដោយភាពស្វាហាប់និងការបដិញ្ញាខ្ពស់លើមាគ៌ាសន្តិភាពប្រជាធិបតេយ្យនិងអភិវឌ្ឍន៍តាមពិតសាររបស់លោកហ៊ុនសែននេះបើនិយាយមុនថៃវាយខ្មែរហើយមុនប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យអីហ្នឹងប្រហែលជាត្រូវជាងដល់ពេលគាត់ថាសរសើរលោកហ៊ុនម៉ាណែតក្រោមការដឹកនាំប្រកបដោយកតេបណ្ឌិតភាពមោះមុតនិងធម៌វ័នបានន័យថាធម៌ពលគឺឃ្លាវខ្លានាំកម្ពុជាឆ្ពោះទៅរកមាគ៌ាសន្តិភាពប្រជាធិបតេយ្យនិងអភិវឌ្ឍន៍មាគ៌ាកម្ពុជានេះអត់អាចឆ្ពោះទៅការរកប្រជាធិបតេយ្យនិងអភិវឌ្ឍបានទេព្រោះអីលោកហ៊ុនម៉ាណែតឡើងមកជំនួសឪពុករបស់លោកគឺយកសម្ពាយកម្មមកដុំធំមកហ្នឹងគឺការរំលាយសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យអត់មានសុខសន្តិភាពទេគឺសន្តិភាពមានតែក្រុមគ្នាគាត់ទេព្រោះនៅលើโลกនេះនៅកន្លែងណាក៏ដូចកន្លែងណាដែលសន្តិភាពអត់អាចកើតមានទេបើគ្មានយុត្តិធម៌សង្គមព្រោះវាជាសន្តិភាពសម្រាប់ក្រុមអ្នកឈ្នះវាមិនមែនជាសន្តិភាពសម្រាប់ក្រុមដែលយើងធ្វើទុកបុកម្នេញងើបមួយវាយមួយទេណាហើយលោកហ៊ុនម៉ាណែតបន្តយកមកក្រុងហ្នឹងមកបង្វិចដែលឪពុកទម្លាក់ចោលមកហ្នឹងគឺទូល
ទាំងធ្ងន់ហ្នឹងមកអត់ទម្លាក់ចោលអត់ដោះស្រាយអីទាំងអស់គឺអាបញ្ហាហ្នឹងក៏នៅតែដែរប្រជាធិបតេយ្យក៏នៅតែវល់មនុស្សចាប់ដាក់ឃុំឃាំងអត់ដោះលែងយើងមើលតែករណីចាប់ថែមរហូតហើយលោកកឹមសុខាអត់ដោះលែងគាត់ឲ្យនៅក្រៅឃុំឬទម្លាក់ចោលបាត់ចោលនៅដដែលនឹងការអភិវឌ្ឍអាចទទួលស្គាល់ថាវាមានការអភិវឌ្ឍសល់បន្សល់ពីមុនមកហ្នឹងក៏ប៉ុន្តែការអភិវឌ្ឍនេះណាក៏ដោយសារតែយកកម្លាំងប្រជាពលរដ្ឋទាំង18លាននាក់ហ្នឹងជិត18លាននាក់ហ្នឹងយកទៅជាគេហៅថាទុនសម្រាប់ទៅខ្ចីលុយគេយកមកអភិវឌ្ឍហ្នឹងគឺជាពាក់គេ$17លានដែរអញ្ចឹងប្រជាពលរដ្ឋខ្មែរសប្តាហ៍ថ្ងៃនេះគឺកើតព្រិចមកគឺជាពាក់គេម្នាក់ជិត1000លានជិត$1000អត់បានចាយលុយ1រៀលគឺកើតមកក្រតែម្ដងហើយរដ្ឋអត់មានលុយសងគេទេព្រោះអី17,000លាន$12,000លានជាងសងតការប្រាក់គេក៏សងមិនអស់ដែររាប់រយលាន$នៅក្នុងមួយឆ្នាំកុំនិយាយដល់រឿងការសងដើមរួចទៅតើយើងរកបានយើងចាយ10ទៀតមួយឆ្នាំយើងចាយ$10,000លានហើយទៅយើងរកបានតែ6-7,000លានតើយើងគិតមើលបើយើងដាក់ទឹកនៅក្នុងពាងមួយពាងហ្នឹងត្រូវការហួតរីងរាំងហើយទៅយើងដាក់6ផ្តិលយើងដក10ផ្តិលចេញមកវិញអញ្ចឹងបានន័យថាពាងហ្នឹងវាអត់មានទឹកទេវាហួតហែងរីងរៃចឹងហើយអញ្ចឹងមានតែជាពាក់គេនឹងឯងតែអ្វីដែលសំខាន់គឺលោកហ៊ុនសែនគាត់សរសេរឃ្លាត្រង់នេះថាព្រឹទ្ធសភាទាំងមូលតកតងរឿងព្រំដែនថៃនេះក្រោមការដឹកនាំរបស់ខ្ញុំជាប្រធានបានន័យថាលោកហ៊ុនសែនថាលោកជាប្រធានហ្នឹងគឺនៅតែបន្តរួមគ្នាជាកម្លាំងមហាសាមគ្គីដ៏ស្អិតរមួតជាមួយឬក៏ជាធ្លុងមួយគ្រប់គ្រងដោយជឿជាក់ពេញទំហឹងលើរដ្ឋាភិបាលកម្ពុជាវីរៈកងទ័ពវីរៈនគរបាលការពារព្រំដែនក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតហ្នឹងជានាយករដ្ឋមន្ត្រីក្នុងការដោះស្រាយចំនួននេះដោយសន្តិវិធីតាមផ្លូវការទូតផ្លូវច្បាប់ផ្លូវបច្ចេកទេសសម្ដៅរកការការពារដាច់ខាតនៅអធិបតេយ្យជាតិនិងបូរណភាពទឹកដីបាទអញ្ចឹងព្រឹទ្ធសភាកម្ពុជាតាមរយៈលោកហ៊ុនសែននៅតែកោតសរសើរលោកហ៊ុនម៉ាណែតឲ្យតវ៉ាធ្វើអ្វីដូចតែធ្វើរាល់ថ្ងៃដោយសន្តិវិធីតាមការទូតផ្លូវច្បាប់និងផ្លូវបច្ចេកទេសតាមពិតរាល់ថ្ងៃនេះកម្ពុជាធ្វើបានច្រើនហើយបាទអ្វីតាមដឹងគឺសន្តិវិធីអត់មានឆ្លោះគ្នាកើតទេហើយការដែលមិនឆ្លោះគ្នាកើតទៀតបាញ់គ្នាជាមួយថៃហ្នឹងអត់មានជំរឿសទេបើយើងបាញ់មិនឈ្នះគេទេប៉ុន្តែបើតាមផ្លូវទូតក៏យើងឃើញដែរលិខិតថ្កោលទោសលិខិតតវ៉ាលិខិតអីតាមការទូតហ្នឹងធ្វើអស់ហើយផ្លូវបច្ចេកទេសហ្នឹងយើងប្រឹងដែរបច្ចេកទេសតាមបច្ចេកទេសការទូតផ្លូវការអីយើងហៅ AOT អ្នកសង្កេតការអីចុះទៅមើលព្រំដែនថតរូបថតអីក៏យើងធ្វើអស់ដែរប៉ុន្តែរឿងផ្លូវច្បាប់នេះគឺយើងអត់ទាន់ឃើញដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតតែសោះបាទឥឡូវនេះគឺជាសាររបស់លោកហ៊ុនសែនឥឡូវចាំស្ដាប់របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីខ្មែរទៅវិញដែលថាការទៀមទាដីពីថៃនេះអាចត្រូវការពេលយូរអង្វែងដូច្នេះបងប្អូនត្រូវត្រៀមចិត្តត្រៀមកាយព្រោះអីកម្ពុជាបានត្រៀមខ្លួនថាត្រូវការពេលយូរណាស់ដែលអាចនឹងទម្រាំទាពីថៃបានហើយសូមឲ្យមើលឧទាហរណ៍ជាក់ស្ដែងទៀតនេះគឺជាប្រសាសន៍របស់លោក Jean François Tan បាទលោក Jean François Tan គឺជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិហើយសារនេះគឺលោកថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី9ខែមេសាគឺក្នុងឱកាសដែលក្រោយដំណើរទស្សនកិច្ចរបស់លោកហ៊ុនម៉ាណែតនិងគណៈប្រតិភូទៅចូលរួមពិធីសុខភាពតែមួយដែលតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោកម៉ាក្រុងនៅឯទីក្រុងលីយ៉ុងប្រទេសបារាំងបាទហើយដំណើរមកវិញនេះលោកJean François Tan ហ្នឹងក៏បានធ្វើសន្និសីទព័ត៌មានហើយបញ្ជាក់អំពីជំហរកម្ពុជាហើយអ្វីដែលលោកលើកឡើងនេះប្រហែលជាស្រាយចម្ងល់ច្រើនដែរសម្រាប់បងប្អូនប៉ុន្តែតើក្តីសង្ឃឹមនេះបានប៉ុណ្ណាបងប្អូនពិចារណាយកទៅគិតតាមការគួរគាត់និយាយអញ្ចេះលោក Jean François Tan និយាយថាចំនួនរបស់កម្ពុជានិងថៃដើរដល់របត់មួយបាទគឺបានន័យថាវាដល់ផ្លូវរបត់ហ្នឹងគឺវាដូចដល់ផ្លូវកែងមួយអញ្ចឹងណាបងប្អូនដែលយើងត្រូវសម្រេចថាតើត្រូវបត់ឆ្វេងបត់ស្ដាំថយក្រោយឬទៅមុខអាហ្នឹងគឺជាផ្លូវរបត់មួយហើយគាត់ថាចំនួនដើរដល់ផ្លូវរបត់មួយដែលទាមទារឲ្យកម្ពុជាគិតជ្រៅគិតវែងឆ្ងាយគិតលំអិតនិងបែបយុទ្ធសាស្ត្រជាទីបំផុត
ដើម្បីសម្រេចចិត្តឲ្យត្រូវទាមទារឲ្យទាល់តែបានមកវិញទាំងអស់នៅដីដែលថៃកាន់កាប់សារនេះគឺជាសារដែលគួរឲ្យទុកចិត្តមែនតើបើយើងស្ដាប់ទៅព្រោះអីលំអិតយុទ្ធសាស្ត្រអឺសម្រេចចិត្តឲ្យត្រូវហើយគិតឲ្យបានវែងឆ្ងាយព្រោះគោលដៅគឺច្បាស់លាស់ហើយទាមមកវិញឲ្យបានទាំងអស់អត់ឲ្យបាត់ម្ដុំទេគាត់បានបន្តទៀតថាជាអតិភិបចម្បងរបស់រដ្ឋាភិបាលកម្ពុជាកុំបាច់សង្ស័យហើយក៏កុំបាច់ស្ដាប់ការឃោសនារបស់អ្នកណាទាំងអស់គឺកម្ពុជាត្រូវតែទាមទារនិងគួរតែទាមទារបែបណាយកឲ្យខាងតែបានចង់អត់មានសង្ស័យទេតាមពិតខ្ញុំអត់មានអីសង្ស័យផងថាកម្ពុជាត្រូវតែទាមទារតើកម្ពុជាធ្វើអីបើមិនទាមទារដីពីគេវាយយកបានព្រោះយើងមិនអាចទៅធ្វើសង្គ្រាមឈ្នះគេមានតែការទាមទារតវ៉ាហ្នឹងបើមិនទាមទារតវ៉ាហ្នឹងតែយើងធ្វើយ៉ាងដូចម្ដេចទៀតប៉ុន្តែថាការទាមទារនឹងវាបានមកដោយសំភ្លើងយក្សឬយ៉ាងណាអានឹងគឺជាបញ្ហាប៉ុន្តែការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈលោកសង្ឃ François Tan នេះនៅមានចេះទៀតគេសួរថាតើកម្ពុជាធ្វើយ៉ាងម៉េចដើម្បីឲ្យយកដីទាំងអស់នោះបានមកវិញលោក François ឆ្លើយយ៉ាងខ្លីថាគឺធ្វើគ្រប់មធ្យោបាយដែលកម្ពុជាអាចធ្វើទៅបានគឺថ្លឹងថ្លែងគ្រប់ពេលវេលាទាំងបែបលម្អិតចំណេញឬខាតធ្វើឬមិនធ្វើដូច្នេះកម្ពុជាបន្តធ្វើដោយអ្វីដែលខ្លួនកំពុងធ្វើដោយគិតថាផ្លូវនេះគឺជាផ្លូវចំណេញដែលនឹងឲ្យខ្មែរបានដីមកពីថៃវិញគឺតាមរយៈការទូតផ្លូវការតវ៉ាប៉ុន្តែបណ្ដឹងប្តឹងទៅថៃគឺនិយាយរួមគឺនៅក្នុងសន្ទរកថាឬក៏ការថ្លែងរបស់លោកសង្ឃ François Tan អត់មាននិយាយអំពីយន្តការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រហ្មទណ្ឌអន្តរជាតិទេក៏ប៉ុន្តែគាត់ថានេះគឺជាការធ្វើត្រូវកំពុងតែធ្វើត្រូវហើយជាការថ្លឹងថ្លែងដូច្នេះនេះគឺជាអាចការឆ្លើយសំណួរបងប្អូនច្រើនមែនតើពីរឿងហេតុអីបានជាកម្ពុជាមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏តុលាការព្រហ្មទណ្ឌអន្តរជាតិដោយសារតែគាត់ថាអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើនេះគឺជាការពិនិត្យប្រុងប្រយ័ត្នមែនតើតើផ្លូវណាដើរផ្លូវណាមិនដើរតើធ្វើទៅចំណេញអីឬក៏មិនចំណេញអីដូច្នេះការដែលមិនដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រហ្មទណ្ឌអន្តរជាតិខ្ញុំសន្និដ្ឋានទេថាអាចមកពីមិនចំណេញមើលទៅព្រោះអីបើគាត់ថាយកវិធីនេះចំណេញជាងអញ្ចឹងជាចុងក្រោយគាត់និយាយអញ្ចេះទៅវិញថាសូមឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រៀមចិត្តត្រៀមកាយហើយចងចាំកុំភ្លេចគាត់ប្រើយើងឲ្យចងចាំអ្វីដែលដីថៃយកបានហ្នឹងចងចាំមួយចងចាំមិនភ្លេចហើយចងចាំតជំនាន់រយៈពេលវែងទៅនឹងប្រទេសខ្លាំងព្រោះអីលោកថាប្រទេសខ្លាំងមិនប្រកាសថាឈ្នះគ្រប់ពេលវេលាទេប្រទេសខ្លាំងផ្នែកអំណាចយោធាមិនប្រកាសថាឈ្នះទេទាល់តែឲ្យប្រទេសខ្សោយដូចកម្ពុជានឹងប្រឹងតស៊ូអំណត់ហើយកុំភ្លេចប្រវត្តិសាស្ត្រចងចាំគ្រប់គ្នារយៈពេលយូរអង្វែងយើងនឹងបានដីនឹងមកវិញហើយលោកយកឧទាហរណ៍ដូចជាការប្រឹងប្រែងតស៊ូផ្នែកយោធាឬក៏តាក់ទងនឹងចំនួនព្រំដែនរវាងប្រទេសឥណ្ឌូនេស៊ីនិងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ2002ដែលពេលនោះឥណ្ឌូនេស៊ីឈ្នះម៉ាឡេស៊ីដែលជាប្រទេសខ្លាំងជាងខ្លួនផ្នែកយោធាហើយលោកឲ្យឧទាហរណ៍មួយទៀតនៅឆ្នាំ1999តាក់ទងនឹងរឿងប្រទេសប៉ាណាម៉ានឹងឆ្លោះគ្នាជាមួយនឹងអាមេរិករឿងព្រំដែននេះប៉ាណាម៉ាឈ្នះអាមេរិកដែលទោះជាអាមេរិកមានឥទ្ធិពលយោធាដ៏